ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះមកធ្វើការដោះស្រាយលំហាត់ limit limit x ខិតទៅរក4នៃ sin 2x បូកកូ 2x ដក1នៅលើកូ x ដក sin x នេះគឺជា limit យើងត្រូវការមានហើយដំបូងមុននឹងយើងចូលទៅដោះស្រាយដល់ limit ត្រូវការមាននេះយើងគួរកបីមើលរៀងវាសិនអូខេ sin 2x sin 2x នេះបើសិនជាយើងជំនួស x ដោយផាយនៅលើ4វាស្មើនឹង sin 2គុណឲ្យនឹងផាយនៅលើ4បូកឲ្យកូស2គុណឲ្យនៅលើផាយលើ4ដក1នៅលើកូសផាយលើ4ដក sin ផាយលើ4គេដូចដែលយើងបានដឹងហើយអានេះគឺ sin ផាយលើ2កាលណាវា sin ផាយលើ2 sin ផាយលើ2គឺស្មើនឹង1ដល់ពេលអានេះកូសផាយលើ2កូសផាយលើ2គឺស្មើ0កន្លែងនេះបូកវាស្មើ1កន្លែងនេះ0ដកនឹង1អញ្ចឹងប្រភេទខាងលើនេះគឺវាស្មើ0ហើយយើងមកមើលខាងក្រោមនេះម្ដងយើងមកមើលខាងក្រោមនេះម្ដងកូសផាយលើ4កូសផាយលើ4ស្មើឬ2លើ2បើសិនជាឬ2លើ2ហើយចំណែកឯ sin ផាយលើ4ក៏ស្មើឬ2លើ2ដែរឬ2លើ2ដកឬ2លើ2វាស្មើ0អញ្ចឹង limit របស់យើងស្ថិតនៅក្នុងរាងមិនកំណត់0នៅលើ0រៀងមិនកំណត់0លើ0អូខេឥឡូវយើងមើល limit របស់យើង sin 2x រូបមន្ត sin 2x គឺវាមានតែមួយទេ sin 2x ស្មើនឹង2 sin x កូស x sin 2x ស្មើ2 sin x កូស x ហើយsin 2x ស្មើ2 sin x កូស x ចំណែកឯកូស 2x កូស 2x របស់យើងគឺមានរូបមន្តចំនួន3គឺកូស 2x ស្មើកូសក្រេ x ដក sin ក្រេ x 1ដក2 sin ក្រេ x 2កូសក្រេ2កូសក្រេ x ដក1អូខេរូបមន្តកូស 2x របស់យើងគឺមានចំនួនដល់ទៅ3ប៉ុន្តែរូបមន្តកូសដែលយើងត្រូវប្រើនៅក្នុងលំហាត់ limit ត្រូវការមាននេះគឺរូបមន្តទី2ព្រោះថាបើសិនជាយើងប្រើរូបមន្តទី2កន្លែងនេះវាមាន1បើសិនជាយើងជួសនៅកន្លែងនេះ1ដក1គឺវាអស់ហើយវាមាន2 sin ក្រេ x ដល់ពេល sin 2x វាមាន2 sin x ទៀតយើងអាចចាប់2 sin x ជាកត្តាបានឥឡូវយើងសរសេរ limit x ខិតទៅរកហើយនៅលើ4នៃ2 sin x កូស x បូកឲ្យយើងប្រើកូសជូនចំនួនកូស 2x ដោយ1ដក2 sin ក្រេ x 1ដក2 sin ក្រេ x បន្ទាប់មកយើងដាក់ដក1នៅលើកូស x ដក sin x តែឥឡូវយើងមើលកន្លែងនេះគឺយើងសម្រួលបានហើយគឺ1ដក1អស់អញ្ចឹងប្រភេទនៅខាងលើរបស់យើងគឺនៅសល់2 sin x កូស x ដកឲ្យ2 sin ក្រេ x អញ្ចឹងយើងសរសេរមក limit x ខិតទៅរកផាយលើ4នៃ2 sin x កូស x ដកឲ្យនឹង2 sin ក្រេ x នៅលើកូស x ដក sin x អូខេកាលណាយើងបានប៉ុណ្ណឹងហើយយើងសង្កេតមើលថាតើអ្វីដែលយើងអាចចាប់ជាកត្តាបានអ្វីដែលវាដូចគ្នាអូខេអ្វីដែលវាដូចគ្នានៅខាងភាគយកនៅខាងភាគយកនេះគឺ2 sin x អូខេ2 sin x អញ្ចឹងយើងចាប់2 sin x ជាកត្តាយើងបាន limit x ខិតទៅរកផាយនៅលើ4នៃ2 sin x កាលណាយើងចាប់2 sin x អស់យើងនៅសល់កូស x ដក sin x កូស x ដក sin x តែឥឡូវយើងមកដល់ត្រឹមនេះហើយអ្វីដែលយើងសម្រួលបានគឺកូស x ដក sin x អញ្
ចឹងកាលណាយើងសម្រួលហើយកាលណាយើងសម្រួលវាចោលយើងនៅសល់2សនី x ចឹង2សនី x យើងអាចចំនួនយកមកគឺ2សនីផាយលើ4ហើយសនីផាយលើ4ដូចដែលយើងដឹងទាំងអស់គ្នាហើយសនីផាយលើ4គឺស្មើឬ2លើ2អញ្ចឹងស្មើឲ្យ2គុណឲ្យនឹងឬ2នៅលើ2 2គុណនឹងឬ2លើ2អានេះ2នេះអាចសម្រួលបានអញ្ចឹងចម្លើយរបស់យើងគឺស្មើនឹងឬ2តែអញ្ចឹងយើងដាក់ដូចនេះមកដូចនេះ limit x គិតទៅរកផាយលើ4នៃsinនេះ 2x បូកកុស 2x ដក1នៅលើកុស x ដក sin x ស្មើឬ2តែនេះគឺជាចម្លើយរបស់ limit របស់យើងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនា